សួស្តីបងប្អូនទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបយើងធ្វើការវាយទំនិញលក់ដែលយើងទិញផលិតផលកតែយើងថែមផលិតផលខវិញណាចឹងគឺយើងចូលទៅក្នុងapp កម្មវិធីរូបចាប់ដៃប្រហោង PK នេះមកចឹងអានេះខ្ញុំបាន check in រួចហើយឥឡូវខ្ញុំចូលទៅកំងចឹងដូចបានប្រាប់ចឹងឧទាហរណ៍ថាគេទិញផលិតផលកតែយើង SOC ឲ្យគេទៅជាផលិតផលផ្សេងទៅវិញចឹងយើងអាចវាយតាមវិធីនេះបានចុចខ្មៅដៃមកជាដំបូងយើងត្រូវវាយ SKU ដែលគេទិញសិនទើបយើងទៅវាយ SKU ថែមតាមក្រោយចឹងយើងចូលមករើសមកឥឡូវខ្ញុំឧទាហរណ៍ថាផលិតផលកូនសម្លាញ់ឧទាហរណ៍ថាគាត់ទិញpromotion យើងទិញអាសាយណាមួយអញ្ចឹងណាគាត់ទិញអានេះមួយយួរឬក៏2យួរអញ្ចឹងណានឹងមួយអានេះយើងវាយឲ្យគេទិញសិនហើយផលិតផលស៊ីស្ទីនសម្លេងអនាម័យចឹងអាហ្នឹងគេទិញកន្លះកេសដែរចឹងយើងរើសឲ្យត្រូវមកអាណាតម្លៃធម្មតាអត់ថែមចឹងខ្ញុំវាយអានេះកន្លះកេសសិន6កន្លះកេសទីហោ3យួរចឹងក្នុងសមិទ្ធកម្មនេះគឺគេទិញអានេះយើងវាយតំណែងដែលគេទិញសិនអញ្ចឹងណាចឹងនៅពេលហ្នឹងបន្ទាប់មកថាគ្រប់ចឹងហើយទើបជើងទៅវាយ AOC ហ្នឹងចឹងយើងចុច AOC មកហើយយើងជ្រើសរើសទឹកស្ដែកអានេះឧទាហរណ៍តែគេថែមទឹកស្ដែកណាបើគេថែមអីផ្សេងយើងរើសអីផ្សេងអញ្ចឹងទៅនេះទឹកស្ដែកណា Big Soy 300នេះបន្ទាប់មកទៀតយើងវាយក្នុងចន្លោះ AOC កលឹម AOC នេះកុំឲ្យខុសហើយថែមជាអីថែមជាកេសវាយកេសថែមជាយួរវាយយួរវាយ unit ថែម unit ចានេះសមិទ្ធកម្មគេគឺគេថែមជា unit ជាយួរណាចឹងយើងរើសវាយយួរមកអូខេចានេះគឺជាវិធីសាស្ត្រដែលយើងទិញផលិតផលកឬក៏ផលិតផលខរួមចូលគ្នាហើយយើងបែរជាទៅថែមSKU ផ្សេងអញ្ចឹងណាចឹងអានេះគឺជាវិធីហ្នឹងអញ្ចឹងដំបូងគឺយើងត្រូវវាយមុខតំណែងដែលគេទិញសិនតបមកចាំយើងវាយ AOC តាមក្រោយអូខេអញ្ចឹងមានតែប៉ុណ្្នឹងឯងបាទសូមអរគុណ